អ្នករកស៊ីចាប់ផ្ដើមផុសផុលប្រកាសទិញស្រូវពីកសិករដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបន្ទាប់ពីកសិករបានជួបបញ្ហាស្រូវធ្លាក់តម្លៃខ្លាំងដោយសារចរន្តទីផ្សារអន្តរជាតិប្រមាណថ្ងៃចុងក្រោយនេះបណ្ដាក្រុមហ៊ុននិងអ្នករកស៊ីតាមអនឡាញមួយចំនួនបានផុសផុលក្នុងការប្រកាសទិញស្រូវពីប្រជាកសិករខណៈអ្នកខ្លះបានឲ្យតម្លៃលើសពីទីផ្សារបច្ចុប្បន្នដើម្បីជាការជួយដល់កសិករតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី3ខែវិច្ឆិកានេះអ្នកអង្គការសួងវីរៈម្ចាស់ក្រុមហ៊ុនវីរៈប៊ុនធម្មបានប្រកាសនិងប្រមូលទិញស្រូវពីកសិករប្រមាណ 30,000 តោនក្នុងតម្លៃ 950 រៀលក្នុង1គីឡូក្រាមដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះទន្ទឹមគ្នានេះអុកញ៉ាននិងវណ្ណៈប្រធានក្រុមហ៊ុន ACE Group បានប្រកាសប្រមូលទិញស្រូវពីកសិករផងដែរដោយលោកស្រីមានគម្រោងទិញស្រូវ OM 4451និងស្រូវស្រងែចំនួន100តោនក្នុងតម្លៃ1គីឡូ800រៀលសម្រាប់ស្រូវសើមនិងស្រូវស្ងួតក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រាមសម្រាប់នៅវគ្គទី1ដើម្បីចូលរួមជួយដល់កសិករខ្មែរការចូលរួមទិញស្រូវនេះគឺលោកស្រីយកទៅចែកជូនបងប្អូនវីរៈកងទ័ពជួរមុខមួយនាក់ចំនួន25គីឡូក្រាមចំណែកលោកស្រីទ្រីដាណាក៏ប្រកាសជួយទិញស្រូវកសិករក្នុងតម្លៃ800រៀលទៅ1000រៀលក្នុង1គីឡូក្រាមផងដែររីឯក្រុមហ៊ុនស្រាបៀរ Gangsberg ដែលជាក្រុមហ៊ុនផលិតក្នុងស្រុកមួយបានប្រកាសពីគំនិតដូចតាមដ៏គួរឲ្យកោតសរសើរមួយដោយសម្រាប់ចិត្តទិញស្រូវកសិករខ្មែរក្នុងបរិមាណរហូតដល់100តោនក្រុមហ៊ុនវឌ្ឍនៈក៏បានប្រកាសជួយកសិករខ្មែរទិញស្រូវចំនួន100តោនក្នុងតម្លៃ1000រៀលក្នុង1គីឡូក្រាមក្រៅពីបណ្ដាក្រុមហ៊ុនអុកញ៉ានិងអ្នករកស៊ីតាមអនឡាញទាំងនោះក៏មានបុគ្គលផ្សេងទៀតប្រកាសជួយទិញជាបន្តបន្ទាប់ផងដែរ